បាទជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel PTM News សម្រាប់ថ្ងៃនេះគឺជាថ្ងៃទី19នៃខែតុលាឆ្នាំ2025ហើយដោយអ្វីដែលបានសន្យាជាមួយបងប្អូនពីពេលកន្លងទៅហើយថាខ្ញុំនឹងទៅស្វែងរករាល់ព្រឹត្តិការណ៍ព័ត៌មានដែលកើតមាននៅប្រទេសថៃដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងហើយជាពិសេសនោះគឺពាក់ព័ន្ធនឹងករណីគ្រោះអាសន្នគ្រោះមហន្តរាយដែលកំពុងតែកើតមាននៅឯប្រទេសថៃតែម្ដងបងប្អូនក៏ចង់បញ្ជាក់ជូនបងប្អូនដែរថាមកទល់នឹងពេលនេះប្រទេសថៃកំពុងតែជួបរឿងរ៉ាវដ៏អាក្រក់មែនទែនបងប្អូនណាភ្លើងក៏ឆេះទឹកក៏លិចដូច្នេះនេះជាខាប់សិនមួយចែកជូនដល់បងប្អូនទាំងអស់គ្នាហើយយើងនឹងទៅតាមដានថាហេតុអ្វីបានជាខ្ញុំនិយាយថាប្រទេសថៃភ្លើងក៏ឆេះទឹកក៏លិចណាបងប្អូនឥឡូវយើងនឹងទៅលម្អិតនៅករណីអគ្គិភ័យដែលកំពុងតែកើតមាននៅឯប្រទេសថៃដែលជាករណីមួយដែលកំពុងតែគំរាមកំហែងទៅដល់ប្រទេសថៃខ្លាំងមែនទែនបងប្អូនកាលពីម្សិលមិញមានករណីភ្លើងឆេះផ្ទះនៅឯស៊ូអេកូណូមី22ខណ្ឌបាងកាអេទីក្រុងបាងកកឥឡូវនេះឆេះទៀតហើយបាងកកទឹកក៏លិចភ្លើងក៏ឆេះឥឡូវខ្ញុំនឹងទៅលម្អិតជូនបងប្អូនទាំងអស់គ្នាកាលពីថ្ងៃទី18ខែតុលាឆ្នាំ2025ម្សិលមិញនេះនៅម៉ោង11:16នាទីព្រឹកថ្ងៃទី18បងប្អូនណាខែតុលាឆ្នាំ2025មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់លេខ199បានទទួលសេចក្តីជូនដំណឹងអំពីហេតុការណ៍អគ្គិភ័យឆេះផ្ទះបងប្អូនណាប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅឯស៊ូសាគី22ឬក៏យើងហៅថាស៊ូអេកូណូមី22ផ្លូវអេកូណូមីភូមិភាគខាងជើងបាងកាអេខណ្ឌបាងកាអេទីក្រុងបាងកកនៅវេលាម៉ោង11:28នាទីព្រឹកក្រុមពន្លត់អគ្គិភ័យនិងសង្គ្រោះពីស្ថានីយ៍នងខេមបានទៅដល់កន្លែងកើតហេតុភ្លាមផ្ទះដែលរងគ្រោះគឺជាផ្ទះឈើចំនួន2ជាន់ដែលភ្លើងបានឆាបឆេះនៅផ្នែកខាងដំបូលបងប្អូនក្រុមអាជ្ញាធរបានប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់ភ្លាមត្រឹមម៉ោង11:33នាទីព្រឹកភ្លើងត្រូវបានឆេះដំបូលផ្ទះចំនួន2កន្លែងប៉ុន្តែជាបឋមមិនទាន់មានរបាយការណ៍ណាអំពីជនរងគ្រោះឬក៏អ្នករបួសឡើយក្រុមស្ថានីយ៍ពន្លត់អគ្គិភ័យបាងកាអេនិងនងខាមបងប្អូនណាបានសហការគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃភ្លើងនេះគិតដល់ត្រឹមម៉ោង11:41នាទីព្រឹកភ្លើងត្រូវបានគ្រប់គ្រងយ៉ាងស្ងប់ស្ងាត់ហើយអាជ្ញាធរកំពុងតែស៊ើបអង្កេតបន្ថែមដើម្បីកំណត់មូលហេតុនៃអគ្គិភ័យនិងវិយតម្លៃអំពីទំហំនៃការខូចខាតនេះតំបន់ស៊ូអេកូណូមី22គឺជាតំបន់លំនៅឋានក្រាច់បងប្អូនណាដែលមានផ្ទះឈើនិងអគារជិតគ្នាដែលអាចបង្កហានិភ័យខ្ពស់នៃការរីករាលដាលនៃភ្លើងហេតុការណ៍នេះបានកើតឡើងចំពេលដែលទីក្រុងបាងកកកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងឆ្នាំ2025នេះតែម្ដងដែលអាចបង្កើនហានិភ័យនៃអគ្គិភ័យបងប្អូនណាដោយសារតែបញ្ហាអគ្គិសនីអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់នេះសូមមេត្តាប្រុងប្រយ័ត្ននិងធ្វើតាមការណែនាំអំពីសុវត្ថិភាពអគ្គិភ័យបងប្អូនគេបានប្រាប់ទៅប្រជាពលរដ្ឋប្រសិនបើឃើញផ្សែងឬក៏ភ្លើងសូមតាក់ទងទូរស័ព្ទជាបន្ទាន់ទៅក្រុមសង្គ្រោះជៀសវាងការប្រើប្រាស់ឧបករណ៍ណាមួយដើម្បីទៅសង្គ្រោះពាក់ព័ន្ធនឹងអគ្គិសនីដោយសារតែទឹកក៏លិចភ្លើងក៏ឆេះអាចនឹងបង្កជាគ្រោះមហន្តរាយផ្សេងទៀតបងប្អូនណាដូច្នេះអត្ថបទនេះបងប្អូនក៏ចង់បញ្ជាក់ជូនបងប្អូនថានេះគឺជាករណីអគ្គិភ័យដែលកំពុងតែមានបរិបទអាក្រក់មួយនៅឯទីក្រុងបាងកកមែនទែនដោយសារតែមួយថ្ងៃអាចកើតមាន2ឬក៏3ករណីឬក៏1ករណីតាមតែអាចធ្វើទៅបានបងប្អូនណាតាមតែអារម្មណ៍របស់ព្រះអគ្គីចង់ធ្វើឲ្យឆេះពេលណាក៏ឆេះពេលនោះនេះជារឿងមួយបងប្អូនណានេះជារឿងមួយអ្វីដែលសំខាន់បងប្អូនហេតុអ្វីបានជាដើមវីដេអូខ្ញុំនិយាយប្រាប់បងប្អូនថាភ្លើងក៏ឆេះទឹកក៏លិចខ្ញុំក៏ចង់ជម្រាបជូនដល់បងប្អូនទាំងអស់គ្នាថាមកទល់នឹងពេលនេះទីក្រុងបាងកកកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ផងដែរហើយខ្ញុំនឹងបញ្ជ្រាបជូនបងប្អូនបន្តិចពាក់ព័ន្ធនឹងករណីគ្រោះទឹកជំនន់នៅឯប្រទេសថៃចូលទៅក្នុងអត្ថបទនេះជូនដល់បងប្អូនបន្តិចព្រោះនៅក្នុងនោះក៏ពាក់ព័ន្ធនឹងទីក្រុងបាងកកហើយក្នុងអត្ថបទ
ដែលខ្ញុំនិយាយមុននេះក៏អាជ្ញាធរគេបាននិយាយពាក់ព័ន្ធនឹងករណីភ្លើងឆេះបងប្អូនណាហើយក៏ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ដែរអគ្គិភ័យចាប់ផ្ដើមឆេះកំពុងតែវាយប្រហារហើយវាស្របពេលដែលទីក្រុងបាងកកប្រទេសថៃនឹងកំពុងតែរងផលពីគ្រោះទឹកជំនន់ឥឡូវនេះខ្ញុំទៅលម្អិតត្រួសជូនបងប្អូនទាំងអស់គ្នាពីករណីទឹកជំនន់នៅឯប្រទេសថៃទឹកជំនន់នៅឯប្រទេសថៃខេត្តចំនួន16កំពុងតែរងផលប៉ះពាល់ហើយមនុស្សជាង43,000នាក់កំពុងតែជួបការលំបាកបងប្អូនណានៅថ្ងៃទី18ខែតុលាឆ្នាំ2025ម្សិលមិញនេះនាយកដ្ឋានបង្ការនិងសង្គ្រោះគ្រោះមហន្តរាយនៃប្រទេសថៃបានរាយការណ៍ថាទឹកជំនន់គឺបានវាយប្រហារខេត្តចំនួន16នៅតំបន់ភាគខាងជើងកណ្ដាលភាគឦសាននិងខាងកើតនៃប្រទេសថៃដែលបានប៉ះពាល់ទៅដល់គ្រួសារចំនួន128,758គ្រួសារនិងប្រជាជនសរុបជាង43,000នាក់បងប្អូនគ្រោះទឹកជំនន់នេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន10នាក់ក្នុងនោះមាន8នាក់នៅខេត្តអយុធ្យា1នាក់នៅខេត្តពិษណុលោកនិង1នាក់ទៀតនៅខេត្តពិជិតអាជ្ញាធរបានព្រមានពាក់ព័ន្ធនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតំបន់ជាច្រើនអាចបង្កឲ្យមានគ្រោះទឹកជំនន់ភ្លាមហើយអាជ្ញាធរបានជំរុញឲ្យប្រជាជនតាមដានព័ត៌មានអាកាសធាតុនិងសេចក្តីប្រកាសអាសន្នជាផ្លូវការណាមួយដើម្បីការពារសុវត្ថិភាពជាបន្ទាន់នេះបងប្អូនបើយោងតាមការស្វែងរកព័ត៌មានរបស់ខ្ញុំបងប្អូនទឹកជំនន់នៅក្នុងឆ្នាំ2025គឺជាផ្នែកមួយនៃគ្រោះមហន្តរាយធម្មជាតិដែលកំពុងតែព្រមានទៅដល់ប្រទេសថៃដោយសារតែឥទ្ធិពលនៃរដូវវស្សានិងការប្រែប្រួលអាកាសធាតុខេត្តដែលរងផលប៉ះពាល់ខ្លាំងរួមមានអយុធ្យាដែលជាតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់ហើយជាកន្លែងដែលរងគ្រោះបងប្អូនណារងគ្រោះបំផុតដោយមានការខូចខាតផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធនិងប្រាសាទនានាបងប្អូនណានិងប្រាសាទនានាអាជ្ញាធរបានណែនាំឲ្យប្រជាជនដែលនៅតំបន់ទំនាបនិងតំបន់ជិតទន្លេសូមមេត្តាជម្លៀសជាបន្ទាន់ប្រសិនបើស្ថានភាពកាន់តែអាក្រក់បែបនេះការព្យាករណ៍អាកាសធាតុបានបង្ហាញថាភ្លៀងនៅតែបន្តធ្លាក់បងប្អូនទៅដល់សប្តាហ៍ខាងមុខបន្ថែមទៀតដែលអាចធ្វើឲ្យស្ថានភាពទឹកជំនន់គឺកាន់តែធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ននេះជាករណីពាក់ព័ន្ធនឹងអគ្គិភ័យដែលកើតមាននៅឯប្រទេសថៃទឹកជំនន់ក៏ចាប់ផ្ដើមវាយលុកដោយខ្ញុំនិយាយប្រាប់បងប្អូនថាភ្លើងក៏ឆេះទឹកក៏លិចនេះហើយបងប្អូនដែលខ្ញុំចង់ចែកជូនដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធនឹងករណីនៅឯប្រទេសថៃដូច្នេះបងប្អូនសម្រាប់អត្ថបទខាងលើនេះក៏ដល់ទីបញ្ចប់ដែរខ្ញុំក៏ចង់ចែករំលែកជូនបងប្អូនពាក់ព័ន្ធនឹងករណីគ្រោះមហន្តរាយផ្សេងដែលកើតមាននៅឯប្រទេសថៃនឹងឲ្យបានច្រើនបងប្អូនតាមតែអាចធ្វើទៅបានដោយសារតែថៃមកទល់នឹងពេលនេះគឺនៅតែក៏ឃ្លាននៅតែបំពេញមកលើកម្ពុជាមិនឈប់មិនឈរប៉ុន្តែឥឡូវនេះយើងក៏ទទួលបានដំណឹងល្អមួយដែរបងប្អូនពាក់ព័ន្ធនឹងថៃប្រហែលជាដឹងខ្លួនហើយពាក់ព័ន្ធជាមួយនឹងកម្ពុជាឬក៏កម្ពុជាអីផ្សេងហ្នឹងឥឡូវនេះគឺចាប់ផ្ដើមផ្សព្វផ្សាយហើយថានឹងដោះលែងនៅទាហានរបស់កម្ពុជាយើងចំនួន18នាក់ឲ្យវិលមកកាន់មាតុភូមិនិវត្តន៍វិញដូច្នេះបងប្អូនសម្រាប់អត្ថបទនេះក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតមកដល់ចប់ប្រសិនបើខ្ញុំនិយាយទៅមានពាក្យពេចន៍ណាឆ្គងសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសហើយសម្រាប់ពេលនេះខ្ញុំបាទ PTM News ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ